សង្គ្រាមបានចាប់ផ្ដើមម្ដងទៀតហើយតើប៉ុន្មានដងទៅវាបានចប់សពគ្រប់តើបេះដូងរបស់អ្នកសាំងពីអ្វីខ្លះឬក៏អ្នកជាសត្វធាតុបែកជាមិនដឹងអីសោះជីវិតមានដូចគ្នាតែអ្នកបានបំផ្លាញទៅអស់ពេលដែលអ្នកបំផ្លាញអ្នកមិនដឹងថាខ្លួននឹងខុសដែរទេឬក៏អ្នកគ្មានបេះដូងនៅក្នុងខ្លួននោះទេបានជាអ្នកបំផ្លាញដែលគេគិតថាខុសតែសម្បាញ់ប្រជាជនពួកគេត្រូវបានរងគ្រោះគឺដោយសារអ្នកណាដោយសារពួកអហែងនឹងហើយម្ដងហើយម្ដងទៀតបញ្ឈប់គ្មានកំពុងរៀនពេញពីសាលាប្រជាជនភៀសខ្លួនព្រោះដើម្បីជីវិតព្រោះខ្ញុំមិនបានជួបផ្ទាល់តែខ្ញុំយល់អារម្មណ៍ដែលឈឺចាប់ពេលបាត់បង់គ្រួសាររត់ចេញពីផ្ទះទាំងខ្លួនឯងមិនចង់ទៅព្រះជនកងទ័ពដែលក៏នៅការពារមានរឿងជាច្រើនដែលក៏ព្រួយបារម្ភមិនដឹងថាថ្ងៃមុខថាវាទៅជាយ៉ាងណាព្រោះអីពេលនេះគឺជីវិតជូនជាតិរស់លើសំណាងគឺស្លាប់លើវាសនាកាយនឹងសាកសមមិនដឹងកប់នៅឯណាព្រោះអីពេលនេះគឺមានតែសង្គ្រាមមានការបង្ហូរឈាមព្រោះតែអាចោឈ្លានពីនវាចង់បានតែទឹកដីមានដូចគ្នាតែវាចង់បានទឹកដីរបស់ខ្មែរអាចវង្វេងប្រវត្តិសាស្ត្រហើយមិនដឹងខ្យល់អីទឹកដីរបស់ខ្មែរហើយកុំចង់មកក្រៃពួកអាចឆ្កែវង្វេងមកចាំវាចាំតែដើរទៅខាំគេហើយចំណេះថ្ងៃណាមួយពួកឯងនឹងវិនិច្ឆ័យហនត្រៃតិចទៀតខ្ញុំមានឈ្មោះថាភក្តីត្រឹមតែជាកូនក្មេងម្នាក់ទេដែលរៀនមិនបានចប់ថ្នាក់ទី9ត្រឹមត្រូវទេ